Welcome to Indonesia. First day warm អូខេសួស្តីបងប្អូនទាំងអស់គ្នាដំណើរកម្សាន្តរបស់យើងថ្ងៃនេះគឺយើងនឹងមកដល់ប្រទេសឥណ្ឌូនេស៊ីហើយយើងនឹងធ្វើការចុះចតក្នុងពេលបន្តិចទៀតនេះហើយចង់ដឹងថាទស្សនវិជ្ជាឬទស្សនីយភាពទេសភាពយ៉ាងណានៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅក្នុងវីដេអូនេះក៏សូមតាមដានទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាយើងបានមកដល់ប្រទេសឥណ្ឌូនេស៊ីនេះរៀងយប់ហើយអញ្ចឹងក៏រៀបចំខ្លួន check out ហើយចូលទៅស្ថានភាពសម្រាប់ហើយព្រឹកស្អែកយើងនឹងបន្តដំណើរទៅខាងមុខទៀតអូខេសង្ខេបបែបខ្លីនេះគឺព្រឹកនៅថ្ងៃទី1នៅក្នុងប្រទេសឥណ្ឌូនេស៊ីយើងនឹងធ្វើដំណើរកម្សាន្តទៅរមណីយដ្ឋានមួយកន្លែងហើយចង់ដឹងថាតើបរិយាកាសទេសភាពយ៉ាងណាក៏សូមតាមដានទាំងអស់គ្នាអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងបានមកដល់ហើយក៏សូមតាមដានទស្សនាជាមួយយើងមើលចង់ដឹងថាតើទេសភាពក៏ដូចជាបរិយាកាសយ៉ាងណាក៏សូមតាមដានទាំងអស់គ្នា Hello. Kita dan bagian spot bagian go down now. Sorry. បងប្អូនឃើញហើយទេសភាពនៅខាងក្រៅរបស់ពួកយើងនេះជាមួយនឹងផ្ទៃសមុទ្រមានខ្យល់បក់ហើយជាមួយនឹងទេសភាពផងនេះគឺស្រស់ស្អាតមែនទែនបរិយាកាសក៏រឹតតែសែនមនោរម្យជាមួយនឹងខ្យល់ត្រជាក់រហិផងអូខេឥឡូវនេះយើងបានបន្តដំណើរឡើងទៅខាងលើបន្តទៀតដើម្បីទៅថតជាមួយនឹងទេសភាពបរិយាកាសនៅខាងលើនេះគឺកំពុងតែបញ្ជាគ្នាឡើងតាមកម្មចតាតូចចង្អៀតហើយមនុស្សច្រើនមែនទែនបងប្អូនហើយអូខេឥឡូវនេះយើងឡើងមកដល់នៅខាងលើហើយនេះណែគឺជាមួយនឹងទេសភាពនៅខាងលើស្រស់ស្អាតមែនទែនដោយសារទីតាំងខ្ពស់យើងមើលទៅខាងក្រោមរឹតតែស្អាតមែនទែនបងប្អូនទាំងអស់គ្នាក៏សូមតាមដានទស្សនាជាមួយយើងខ្ញុំបន្តទៀតចង់ដឹងថាទេសភាពនេះគឺពិបាកនិយាយព្រោះដោយសារអីបើសិនជាបងប្អូនទាំងអស់គ្នាបានទៅដល់វិញអារម្មណ៍ហ្នឹងគឺស្រស់ស្រាយខ្លាំងមែនតើនេះគឺយើងឈរពីលើកំពូលភ្នំដែលពួកខ្ញុំបានបញ្ជាគ្នាឡើងទៅលើមិញហ្នឹងហើយថតពីលើហ្នឹងចុះមកខាងក្រោមវិញនេះគឺជាកន្លែងខ្ពស់បំផុតហើយបងប្អូនទាំងអស់គ្នាឃើញនេះអូទេសភាពស្អាតមែនតើអញនិយាយបានថានេះជាលើកទី2របស់ខ្ញុំដែលមកដល់កន្លែងនេះប៉ុន្តែបើនិយាយពីអារម្មណ៍គឺចង់និយាយថាស្រស់ស្រាយថ្មីប្លែកមួយបែបរហូតហ្មងអូខេឥឡូវនេះយើងបានចុះពីលើកំពូលភ្នំនឹងចុះមកខាងក្រោមវិញហើយបងប្អូនអរគ្នាឃើញសត្វស្វាពេលយើងឡើងទៅលើកំពូលភ្នំវិញហ្នឹងគឺគេត្រូវឲ្យយើងប្រយ័ត្នប្រយែងមែនតើជាមួយនឹងទ្រព្យសម្បត្តិជាប់ខ្លួនដូចជាទូរស័ព្ទវ៉ែនតាកាបូបអីចឹងពេលពួកអីអាចនឹងទទួលជាមួយនឹងភ្ញៀវរបស់យើងពិសេសហ្នឹងគឺស្វាហ្នឹងឯងគឺអាចនឹងមកកញ្ឆក់ដដើមយើងចឹងណាបង្កឲ្យមានបញ្ហាដល់យើងដែរប៉ុន្តែអត់ជាបញ្ហាទេព្រោះតែយើងដឹងហើយយើងប្រយ័ត្នប្រយែងទៅចឹងគឺអត់ស្អីទេទេសភាពនៅខាងលើនេះគឺស្រស់ស្អាតមែនទែនបងប្អូនហើយយើងចុះពីមកកលៈចុះមកកលៈហ្នឹងយើងក៏ថតជាមួយនឹងសកម្មភាពទេសភាពក៏ដូចជាសកម្មភាពផ្សេងនៅជុំវិញនេះដើម្បីដាក់ចូលក្នុងវីដេអូហើយចង់និយាយថាមកលេងនៅតំបន់នេះគឺតំបន់ធម្មជាតិអញ្ចឹងយើងត្រូវតែទទួលយកជាមួយនឹងបរិយាកាសអារម្មណ៍ប្លែកថ្មីមួយបែបទៀតអូខេអញ្ចឹងឥឡូវនេះយើងបានឡើងមកដល់ឡានរបស់យើងវិញហើយយើងបន្តដំណើរទៅមុខទៀតហើយត្រូវញ៉ាំបាយពេលល្ងាច យប់នេះញ៉ាំបាយហើយបានយើងបន្តទៅស្ថានភាពរបស់យើងវិញហើយយប់នេះគឺគេរៀបចំទទួលភ្ញៀវក៏ដូចជាអាហារពេលល្ងាចនោះគឺអើយអស្ចារ្យមែនតើបងប្អូនអរគ្នាញ៉ាំបាយមើលឆ្នេរសមុទ្រមើលបរិយាកាសជុំវិញនេះ
ស្ដាប់សំឡេងខ្យល់សំឡេងទឹករលកហើយជាមួយនឹង show បង្ហាញពី traditional dance នៅប្រទេសឥណ្ឌូនេស៊ីនៅកោះបាលីនេះផង អូខេយើងមើល show បដាម្ហូបក៏មកដល់ល្មមអញ្ចឹងយើងក៏ចាប់ផ្ដើមញ៉ាំអាហារពេលល្ងាចនេះខ្លះៗទៅឆ្ងាញ់មែនតើបងប្អូនអរគ្នាយើងក៏បានត្រឡប់ទៅសណ្ឋាគាររបស់យើងសម្រាប់រួចរាល់ហើយព្រឹកនេះយើងក៏បន្តដំណើរទៅតំបន់រមណីយដ្ឋានផ្សេងទៀតដើម្បីទៅទស្សនាក៏ដូចជាស្វែងយល់អំពីការរស់នៅក៏ដូចជាវប្បធម៌ផ្សេងៗនៅក្នុងប្រទេសឥណ្ឌូនេស៊ីនៅលើកោះបាលីនេះផង DTW Tanah Holotយ៉ាងណាដែរបងប្អូនទាំងអស់គ្នាជាមួយនឹងទេសភាពនៅលើកោះបាលីនេះស្រស់ស្អាតមែនតើយើងឃើញថានៅលើនេះគឺពោពេញទៅដោយទេសភាពក៏ដូចជាវប្បធម៌អរិយធម៌ជំនឿសាសនាសម្បូរបែបមែនតើ អ
ពីមួយកន្លែងទៅមួយកន្លែងនៅលើកោះបាលីនេះគឺស្រស់ស្អាតទេសភាពហើយជាមួយនឹងក្បូរក្បាច់រចនាវប្បធម៌ក្បូរក្បាច់រចនានៅក្នុងការរៀបចំក៏ដូចជាទេសភាពនៅតាមប្រាសាទប៉មទូចមួយនៅតាមនឹងអីហ្នឹងគឺប្លែកគ្នាហើយជាមួយនឹងការរៀបចំអនាម័យគឺស្រស់ស្អាតមែនតើបងប្អូនគ្នាហើយការថែរក្សាមើលទៅរៀបចំមានរបៀបរៀបរយខ្លាំងណាដោយសារអញ្ចឹងបានគេមានភ្ញៀវទេសចរមកលេងច្រើនយ៉ាងណាបងប្អូនឮជាមួយនឹងសំឡេងរលកទឹកដ៏ធំខ្លាំងបោកច្រាំងនៅទីនេះចង់មកលេងដែរអត់អូខេអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តកុំភ្លេចណាចុងវីដេអូចុច Subscribe ម្នាក់មួយផងអូខេកុំឲ្យខាត់ពេលយូរឥឡូវនេះយើងនឹងបន្តដំណើរទៅមុខទៀតដើម្បីថតយកទេសភាពក៏ដូចជាបរិយាកាសផ្សេងទៀតដើម្បីចែកជូនដល់បងប្អូនទាំងអស់គ្នាតាមដានទស្សនាអញ្ចឹងកុំឲ្យខាត់ពេលយូរក៏សូមតាមដានទស្សនាជាមួយយើងខ្ញុំទាំងអស់គ្នាយើងបានបន្តដំណើរទៅមុខទៀតដើម្បីទៅញ៉ាំអាហារពេលថ្ងៃហើយទៅមើលជាមួយនឹងវាលស្រែជាមួយនឹងបក្សីនេះបើនៅខ្មែរយើងបើទស្សនីយភាពយ៉ាងនេះមិនដឹងជាល្អយ៉ាងណាទេបងប្អូនកំពុងតែអង្គុយកំងមហូបសម្រាប់ញ៉ាំបាយពេលថ្ងៃហ្នឹងយើងក៏ថតជាមួយនឹងទេសភាពក៏ដូចជាកំងមហូបទៅបំផុំតែមហូបមកដល់ហើយអូខេឥឡូវនេះបាយថ្ងៃត្រង់របស់យើងបានមកដល់ហើយជាមួយនឹងម្ហូបបែប traditional តែមើលទៅយ៉ាំមីខ្លាំងមែនតើបងប្អូនអរគ្នានេះគឺផ្លូវមន់ជ្រក់ហើយឆ្ងាញ់ណាស់នេះ set របស់គេមកហើយមានរសជាតិរសមែនតើចេញដំណើរទៅបន្តទៀតយើងនឹងទៅទស្សនានៅតំបន់ផ្សេងមួយទៀតព្រោះឯសារកាយរបស់យើងគាត់ណែនាំថាត្រូវទៅមើលកន្លែងមួយទៀតទៅកន្លែងមួយទៀតក៏ស្អាតដែរមានកាហ្វេមានអីចឹងណាហើយនៅលើហ្នឹងក៏មានជាប្រាសាទមួយដែរតែប្រាសាទនេះគឺទើបតែសាងសង់ថ្មីទេបងប្អូនអរគ្នាហើយចង់ដឹងថាតើប្រាសាទនោះមានទស្សនីយភាពក៏ដូចជាទេសភាពយ៉ាងណាក៏សូមតាមដានទស្សនាទាំងអស់គ្នាយ៉ាងណាដែរបងប្អូនទាំងអស់គ្នាក្រោយពីបានឃើញជាមួយនឹងទស្សនីយភាពឬទេសភាពនៅលើកោះនេះស្អាតមែនតើបងប្អូនទាំងអស់គ្នាពីមួយកន្លែងទៅមួយកន្លែងនេះគឺពោពេញទៅដោយធម្មជាតិហើយខ្ញុំអ្នកដើរលេងនេះទៅមើលនេះគឺចង់និយាយថាអត់ចង់ចេញពីកន្លែងហ្នឹងទេពីមួយកន្លែងទៅមួយកន្លែងតែបើនិយាយពីទេសភាពដោយសារនៅលើកោះបាលី
មានទេសភាពធម្មជាតិនោះគឺស្រស់ស្អាតខ្លាំងមែនទែនឆ្នេរខ្សាច់យើងអាចទៅហែលទឹកអីសប្បាយដូចនៅស្រុកយើងអីមែនប៉ុន្តែបើនិយាយពីឆ្នេរខ្សាច់គេក៏មានសមុទ្រក៏ស្អាតទេសភាពក៏ស្អាតណាបងប្អូននេះពួកខ្ញុំចុះមកដល់ខាងក្រោមមកចិត្តផ្ទៃសមុទ្រផ្ទាល់តែម្ដងនៅលើវាលខ្សាច់ចុះមកថតផ្ទាល់តែម្ដងហើយនៅខាងក្រោមនេះឲ្យតែមានតំបន់អញ្ចឹងដឹងតែគេរៀបចំកន្លែងទីសក្ការៈបូជាហើយយើងនេះក៏ឃើញអញ្ចឹងទៅក៏គ្រប់ថ្វាយអីចឹងទៅណាលើកដៃបួងសួងអីតិចតួចចឹងទៅសូមសេចក្តីសុខសប្បាយធ្វើដំណើរអីជួបតែសេចក្តីសុខអីចឹងទៅហើយព្រោះដោយសារយើងជាពុទ្ធសាសនិកដូចគ្នាអូខេអញ្ចឹងនៅថ្ងៃនេះផងដែរវីដេអូរបស់យើងក៏គៀកដល់ថ្ងៃចប់ហើយព្រោះអីតែបន្តិចទៀតល្ងិតអញ្ចឹងយើងត្រូវឡើងឡានបន្តដំណើរទៅស្ថានភាពរបស់យើងស្នាក់គេងវិញយប់នេះហើយព្រឹកស្អែកយើងនឹងបន្តដំណើរទៅកន្លែងផ្សេងមួយទៀតអរគុណសម្រាប់ការតាមដានទស្សនាហើយសង្ឃឹមថាពុកម៉ែបងប្អូនគ្នាកុំភ្លេចណាចុច Subscribe ម្នាក់មួយហើយចង់មើលថាតើថ្ងៃស្អែកយើងនឹងទៅណាវិញអរគុណបាយបាយ